និយាយអំពីប្តីប្រពន្ធល្អប្តីប្រពន្ធល្អគឺជាប្តីប្រពន្ធដែលចេះយកចិត្តយកថ្លើមគ្នាទៅវិញទៅមកហើយប្តីប្រពន្ធល្អគឺយកមតិយោបល់ប្តីប្រពន្ធជាធំបុរាណកាលគឺគេតែងតែឲ្យតម្លៃលើស្ត្រីមានន័យថាសេរីសួស្តីអញ្ចឹងស្ត្រីគឺមានតួនាទីសម្រាប់ទុកដាក់និងរៀបចំផ្ទះសម្បែងឲ្យបានល្អឯចំណែកប្តីគឺជាព្រះស្វាមីមានតួនាទីជាមេគ្រួសារមានកាតព្វកិច្ចធំដើម្បីជួយជ្រោមគ្រួសាររកលុយកាក់មកឲ្យគ្រួសារដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យបានមានសុភមង្គលកត្តាគ្រួសារដើម្បីឲ្យមានភាពល្អប្រសើរទៅថ្ងៃអនាគតរាប់រយឆ្នាំប្តីនិងប្រពន្ធមិនត្រូវស្ដាប់ពីអ្នកដទៃយកមកគិតជាធំគឺត្រូវតែស្វែងយល់ពីគ្រួសារពីគ្នាទៅវិញទៅមកមិនស្ដាប់គំនិតយោបល់អ្នកជិតខាងជាធំដែលជាហេតុធ្វើឲ្យមានទំនាស់វិវាទធ្វើឲ្យគ្រួសារបែកបាក់និងឈឺផ្សាទៅថ្ងៃអនាគត